បាទថ្ងៃនេះសូមឆ្លើយនៅសំណួរបងប្អូនដែលគាត់ពិចារណាគាត់ឆ្ងល់ថាតើកម្មវិធីច្រើនដែល Global Visa ធ្វើហ្នឹងគឺកម្ម Global Visa បង្កើតខ្លួនឯងឬយ៉ាងម៉េចបាទចង់ជំរាបបងប្អូនថាក្រុមហ៊ុន Global Visa គឺជាក្រុមហ៊ុនអន្តរជាតិមួយដែលធំយើងមានជាង50ការិយាល័យជាង50សាខាហើយបុគ្គលិកយើងសរុបជាង800នាក់ហើយតើតើនឹងកម្មវិធីយើងមានជាង300កម្មវិធីបាទដូច្នេះអ្វីដែលបងប្អូនឃើញពួកខ្ញុំសបផ្សាយច្រើនហ្នឹងគឺអត់បាន 10% ទេព្រោះខ្ញុំត្រូវមើលកម្មវិធីទាំងអស់ថាតើកម្មវិធីណាវាងាយស្រួលហើយត្រូវជាមួយនឹងបរិបទចំណង់ចំណូលចិត្តបងប្អូនខ្មែរយើងកម្មវិធីយើងទាំង300ហ្នឹងគឺមានគ្របដណ្ដប់គ្រប់ទ្វីបទាំងអស់នៅអាហ្វ្រិកក៏យើងមាននៅអាស៊ីយើងក៏មានអាមេរិកឡាទីននៅអូសេនីយ៉ាបាទដូចជាអូស្ត្រាលីញូហ្សេឡង់ខាងកាណាដាខាងអាមេរិកហើយនិងអឺរ៉ុបគឺមានច្រើនមែនទែនបាទហើយកម្មវិធីទាំងអស់ហ្នឹងគឺមិនមែនក្រុមហ៊ុនយើងជាអ្នកបង្កើតទេក្រុមហ៊ុនកម្មវិធីទាំងអស់ហ្នឹងគឺជាកម្មវិធីរបស់រដ្ឋាភិបាលនៃប្រទេសមួយដោយសារយើងមានបុគ្គលិកមានអ្នកជំនាញទៅតាមប្រទេសមួយហ្នឹងនៅពេលដែលប្រទេសណាមួយគាត់រដ្ឋាភិបាលគេមានកម្មវិធីណាមួយគឺយើងរៀបចំទៅតាមកម្មវិធីរបស់រដ្ឋរបស់គេអញ្ចឹងហើយបានជាអត្រាជោគជ័យយើងខ្ពស់និយាយជារួមអត្រាជោគជ័យរបស់កម្មវិធីយើងទាំងអស់គឺ 97.5% ដែលបានជោគជ័យបាទហើយអ្វីដែលបងប្អូនចង់ដឹងទៀតនោះគឺថាបងប្អូនដាក់តែងតែបារម្ភថាខ្លាចធ្លាក់ទៅខាតលុយសម្រាប់ក្រុមហ៊ុន Global Visa រាល់សេវាកម្មទាំងអស់ប្រសិនបើមិនជាប់ដោយកត្តាខាងក្រុមហ៊ុនជាអ្នករៀបចំគឺយើងមានការ refund លុយទៅវិញមិនថាកម្មវិធី EB3 កម្មវិធីទៅកាណាដាទៅអឺរ៉ុបឬក៏កម្មវិធីវិនិយោគណាមួយទេរាល់សេវារបស់យើងគឺយើង refund វិញហេតុអ្វីបានជាយើងហ៊ាន refund ទៅវិញដោយសារតែកម្មវិធីយើងធ្វើដូចខ្ញុំលើកខាងដើមអញ្ចឹងគឺកម្មវិធីបរដ្ឋាភិបាលរបស់ប្រទេសមួយហ្នឹងអញ្ចឹងនៅពេលដែលយើងយល់ច្បាស់អំពីលក្ខខណ្ឌអ្នកដែលដាក់ពាក្យហ្នឹងតម្រូវការរបស់គេយើងមើលទៅថាអតិថិជនហ្នឹងគាត់មានលក្ខខណ្ឌគ្រប់ទើបយើងទទួលបាទយើងមិនថាឲ្យតែបងប្អូនមានលទ្ធភាពបងប្អូនចាប់អារម្មណ៍គឺយើងទទួលអត់ទេបាទឧទាហរណ៍ខ្ញុំលើកឧទាហរណ៍មួយដែលបងប្អូនតែងទៅសួរថាកម្មវិធី B3 ហេតុអ្វីកម្មវិធីនេះបងអាមេរិកហ្នឹងក្រុមហ៊ុនផ្សេងអត់មានសញ្ញាបត្របាក់ឌុបក៏ទទួលប៉ុន្តែក្រុមហ៊ុន Global Visa អត់មានសញ្ញាបត្របាក់ឌុបគឺអត់ទទួលទេបាទអាយុលើ50ក៏អត់ទទួលដែរដោយសារកម្មវិធីយើងដូចនិយាយខាងដើមអញ្ចឹងក្នុងកាត់ដែលយើងធ្វើបានដោយសារតែខាង American Employer ដោយសារខាងយើងគឺយើង refund លុយទៅវិញអញ្ចឹងយើងក៏អត់ចង់មានហានិភ័យមួយដែលខំធ្វើការរាប់ខែរាប់ឆ្នាំហើយបែរជាត្រូវបកគោលលុយទៅឲ្យទេជនយើងវិញដែរបាទអញ្ចឹងសង្ឃឹមថាអាចឆ្លើយនៅសំណួរបងប្អូនមួយចំនួនហើយបងប្អូនខ្លះក៏គាត់តែងតែសួរថាចុះមាននៅប្រទេសនេះអត់មាននៅប្រទេសនោះអត់តាមពិតមានច្រើនបើបងប្អូនចង់ទៅប្រទេសណាមួយជាក់លាក់បងប្អូនអាចទៅសាកសួរមកបានដោយសារ300កម្មវិធីខ្ញុំក៏មិនទាន់មានលទ្ធភាពមើលឲ្យយល់គ្រប់300កម្មវិធីហ្នឹងដែរគឺខ្ញុំផ្ដោតលើកម្មវិធីណាដែលកំពុងពេញនិយមដែលភាគច្រើនគឺជាកម្មវិធីឬក៏ប្រទេសដែលបងប្អូនខ្មែរយើងចាប់អារម្មណ៍ចង់ទៅខ្លាំងបាទឥឡូវខ្ញុំក៏លើកទូទៅថាមាននៅប្រទេសណាខ្លះបើយើងនិយាយពីកម្មវិធី passport វិញ passport ទី2វិញគឺយើងមាន8 9ប្រទេសហើយដូចជាមាននៅ Dominica, Antigua, Vanuatu, Saint Lucia, Saint Kitts, Grenada, Turkey, Nauru ហើយនិង Egypt បាទអាហ្នឹងគ្រាន់តែកម្មវិធី passport ហើយនៅមានកម្មវិធីនៅខាងអាមេរិកនៅអាមេរិកហ្នឹងគឺបងប្អូនភាគច្រើនឮឃើញតែខ្ញុំផ្សព្វផ្សាយតែ EB3 ទេដោយសារ EB3 គឺមានបងប្អូនយើងច្រើនគាត់ចាប់អារម្មណ៍តាមពិតនៅខាងអាមេរិកគឺយើងមានកម្មវិធីជាង10កម្មវិធីឯណោះបាទមានតាំងពី EB1 EB2 បាទនឹងសម្រាប់អ្នកបកកែអ្នកដែលគាត់មានសមត្ថភាពខ្ពស់មានស្នាដៃសមិទ្ធផលអីគួរឲ្យកត់សម្គាល់បាន EB3 សម្រាប់បងប្អូនដែលទៅធ្វើការជាបុគ្គលិកគ្មានជំនាញ EB5 បាទការបើកកុងធនាគារការរៀបអាពាហ៍ពិពាហ៍អនឡាញបាទគឺច្រើនមែនទែនហើយក្រៅពីសហរដ្ឋអាមេរិកគឺមាននៅខាងកាណាដាប៉ុន្តែកាណាដាយើងក៏ 4-5 កម្មវិធីដែរមានកម្មវិធីទៅរៀនថ្នាក់ Master កម្មវិធី ICT កម្មវិធី Alberta SUV ឬក៏ការរួបរวมគ្រួសារវិញបាទ Canada Family Reunification Program ហ្នឹងហើយចុងក្រោយហ្នឹងគឺទុំចេញថ្មីនេះដែលខ្ញុំអត់បានមើលច្បាស់ទេគឺកម្មវិធី
work permit នៅខាង Quebec បាទអាហ្នឹងទុំតែចេញថ្មីអត់បានមើលទេហើយនៅខាងអូស្ត្រាលី New Zealand ក៏យើងមានដែរគ្រាន់ថាលក្ខខណ្ឌវាខ្ពស់ខ្លាំងចឹងហើយបានខ្ញុំមិនទាន់បានផ្សព្វផ្សាយទូលំទូលាយនៅអូស្ត្រាលីបងប្អូនមិនត្រឹមតែមានចំណូលខ្ពស់ទេបងប្អូនត្រូវតែជាមនុស្សដែលមានស្នាដៃមួយគេថា talent ត្រូវមាន talent ត្រូវមានសមិទ្ធផលមួយដែលគេទទួលស្គាល់ថ្នាក់ជាតិឬក៏ថ្នាក់អន្តរជាតិហើយនៅ New Zealand កម្មវិធីយើងមានបច្ចុប្បន្នហ្នឹងគឺទាមទារឲ្យបងប្អូនមានលុយច្រើនបាទត្រូវការវិនិយោគ5លានទៅ10លាន New Zealand បាទហើយកម្មវិធីនេះល្អម្យ៉ាងថាអត់គិតទៅលើកម្រិតវប្បធម៌ឬក៏កម្រិតភាសាអង់គ្លេសទេឲ្យតែបងប្អូនមានលទ្ធភាពបាទអឺរ៉ុបវិញគឺច្រើនមែនតើបាទអឺរ៉ុបយើងមានជាង10ប្រទេសក្នុងប្រទេសមួយក៏មានច្រើនកម្មវិធីដែរមានដូចនៅ Greek, Portugal, Spain, UK, បារាំង Hungary, Italy, Cyprus, Belgium, Malta, អាល្លឺម៉ង់អៀតឡង់ហើយនឹង Bulgaria មួយទៀតបាទអញ្ចឹងគឺកម្មវិធីមានច្រើនមែនតើហើយបងប្អូនអាចសិក្សាបន្ថែមបានអំពីក្រុមហ៊ុន Global Visa ដោយសារក្រុមហ៊ុនយើងធំហើយបង្កើតឡើងតាំងឆ្នាំ2002មកដល់ពេលបច្ចុប្បន្នហ្នឹងគឺ23ឆ្នាំហើយទេជនយើងមកដល់បច្ចុប្បន្នហ្នឹងគឺយើងទទួលបាន 150,000 គ្រួសារជាងហើយបាទអញ្ចឹងបើសិនជាបងប្អូនបានចាប់អារម្មណ៍ប្រទេសណាមួយឬកម្មវិធីណាមួយទាំងខ្ញុំបានរៀបរាប់ឬក៏ខ្ញុំមិនបានរៀបរាប់ក្តីបងប្អូនអាចតាក់ទងមកដើម្បីសួរព័ត៌មានបន្ថែមបានបាទសូមអរគុណ